សង្គ្រាមទំនើបយុទ្ធសាស្ត្រថ្មីនិងបច្ចេកវិទ្យាដែលកំពុងផ្លាស់ប្ដូរការប្រយុទ្ធសួស្តីអ្នកទាំងអស់គ្នាប្រវត្តិសាស្ត្រនៃសង្គ្រាមគឺជារឿងរ៉ាវនៃការវិវត្តឥតឈប់ឈរយើងបានផ្លាស់ប្ដូរពីការប្រយុទ្ធដោយដាវនិងខែលទៅកាន់កាំភ្លើងនិងរថក្រោះប៉ុន្តែសង្គ្រាមក្នុងសតវត្សទី21បានឈានដល់មួយកម្រិតទៀតសប្តាហ៍ថ្ងៃនេះសង្គ្រាមទំនើបមិនគ្រាន់តែជាការប្រយុទ្ធគ្នានៅលើសមរភូមិដោយផ្ទាល់ទេវាគឺជាការប៉ះទង្គិចគ្នាដ៏ស្មុគស្មាញនៃបច្ចេកវិទ្យាព័ត៌មាននិងយុទ្ធសាស្ត្រដែលផ្លាស់ប្ដូរលឿនតើអ្វីទៅដែលកំណត់លក្ខណៈនៃចំនួនសម័យទំនើបថ្ងៃនេះយើងនឹងស្វែងយល់ទាំងអស់គ្នាអំពីរបៀបដែលបច្ចេកវិទ្យានិងយុទ្ធសាស្ត្រថ្មីៗដែលកំពុងផ្លាស់ប្ដូរមុខមាត់នៃការប្រយុទ្ធនៃសង្គ្រាមអាកាសសង្គ្រាមផ្លូវអាកាសគឺជាការប្រើប្រាស់យន្តហោះយោធានិងយន្តហោះផ្សេងទៀតនៅក្នុងសង្គ្រាមផ្លូវអាកាសរួមមានយន្តហោះទម្លាក់គ្រាប់បែកវាប្រហារលើការប្រមូលផ្ដុំសត្រូវឬគោលដៅយុទ្ធសាស្ត្រយន្តហោះចម្បាំងប្រយុទ្ធដើម្បីគ្រប់គ្រងដែនអាកាសយន្តហោះវាប្រហារចូលរួមក្នុងការគ្រប់គ្រងផ្លូវអាកាសយ៉ាងជិតស្និទ្ធប្រឆាំងនឹងគោលដៅលើដីយន្តហោះកងទ័ពជើងទឹកហោះហើរប្រឆាំងនឹងគោលដៅសមុទ្រនិងគោលដៅដីគោកដែលនៅក្បែរយន្តហោះទម្លាក់គ្រាប់បែកអូថូមប៊ីសចាក់និងយន្តហោះផ្សេងទៀតសម្រាប់ដឹកកងកម្លាំងផ្លូវអាកាសដូចជាទាហានឆាត់យងយន្តហោះចាក់ប្រេងតាមអាកាសដើម្បីពង្រីកពេលវេលាប្រតិបត្តិការឬបន្ថែមចម្ងាយនិងយន្តហោះដឹកជញ្ជូនយោធាដើម្បីដឹកជញ្ជូនទំនិញនិងកងទ័ពសង្គ្រាមមិនស៊ីមេទ្រីឬវិសមភាពស្ថានភាពយោធាមួយដែលប្រទេសចំនួន2ដែលមានកម្លាំងនិងធនធានមិនស្មើគ្នាធ្វើការប្រយុទ្ធនិងទាញយកប្រយោជន៍ពីចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួនសង្គ្រាមនេះច្រើនតែពាក់ព័ន្ធនឹងយុទ្ធសាស្ត្រនិងកលល្បិចខុសពីសង្គ្រាមបើកចំហធម្មតាសង្គ្រាមមិនស៊ីមេទ្រីក៏អាចពិពណ៌នាអំពីចំនួនមួយដែលធនធានសម្ភារៈរបស់ភាគីចំនួនមិនស្មើគ្នាហើយជាលទ្ធផលភាគីនីមួយៗអាចព្យាយាមកេងចំណេញចំណុចខ្សោយរបស់គ្នាទៅវិញទៅមកការតស៊ូបែបនេះច្រើនពាក់ព័ន្ធនឹងសង្គ្រាមមិនធម្មតាដែលភាគីខ្សោយព្យាយាមប្រើយុទ្ធសាស្ត្រដើម្បីបំពេញនៅចំណុចខ្វះខាតក្នុងបរិមាណឬគុណភាពនៃកម្លាំងទ័ពនិងឧបករណ៍របស់ពួកគេផ្ទុយទៅវិញសង្គ្រាមស៊ីមេទ្រីដែលមហាអំណាចពីរមានអំណាចយោធាធនធានស្រដៀងគ្នានិងពឹងផ្អែកលើយុទ្ធសាស្ត្រនិងស្តង់ដារជ័យជំនះស្រដៀងគ្នាសង្គ្រាមជីវសាស្ត្រសង្គ្រាមជីវសាស្ត្រដែលគេស្គាល់ថាជាសង្គ្រាមមេរោគគឺជាការប្រើប្រាស់សារពាង្គកាយណាមួយដូចជាបាក់តេរីវីរុសឬសារពាង្គកាយដែលបង្កជំងឺផ្សេងៗទៀតឬជាតិពុលដែលមាននៅក្នុងធម្មជាតិជាអាវុធសង្គ្រាមវាមានន័យថាធ្វើឲ្យអសមត្ថភាពឬសម្លាប់គូសត្រូវវាក៏ជាភ្នាក់ងារជីវសាស្ត្រដើម្បីបង្កគ្រោះថ្នាក់ដល់ស្លាប់ឬរបួសដល់មនុស្សនិងសត្វនិងការខូចខាតដល់រុក្ខជាតិនិងសម្ភារៈឬសម្រាប់ការពារប្រឆាំងនឹងបន្សាបវិញផងដែរសង្គ្រាមជីវសាស្ត្រពាក់ព័ន្ធនឹងការបញ្ចេញមេរោគឬបាក់តេរីបង្កជំងឺទាំងក្នុងទម្រង់ធម្មជាតិរបស់វាឧទាហរណ៍សាកសពសត្វដែលមានជំងឺឬទម្រង់សារពាង្គកាយអ័រហ្គានិកសុបនិមិត្តជាដើមសង្គ្រាមគីមីសង្គ្រាមគីមីគឺជាប្រតិបត្តិការយោធានៅក្នុងសង្គ្រាមដែលប្រើប្រាស់លក្ខណៈសម្បត្តិពុលនៃសារធាតុគីមីដើម្បីធ្វើឲ្យអសមត្ថភាពឬសម្លាប់ទ័ពសត្រូវសារធាតុដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទក្នុងសង្គ្រាមគីមីបង្កើតឡើងដោយចេតនាដើម្បីបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពឬស្លាប់អំឡុងពេលអរិយភាពនៅក្នុងសម័យសង្គ្រាមតម្រូវការសំខាន់មួយសម្រាប់ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ក្នុងសហគមន៍និងការបន្សាបនៅទីតាំងយោធាដែលសារធាតុត្រូវបានកែច្នៃនិងរក្សាទុកគឺជាការទទួលបានព័ត៌មានត្រៀមលក្ខណៈនិងទាន់ពេលវេលាអំពីលក្ខណៈនិងការបន្សាបក៏ដូចជាគោលការណ៍ណែនាំអំពីការប៉ះពាល់ដល់មូលដ្ឋានលើសុខភាពដែលទទួលបានពីរបៀបច្បាស់លាស់ដោយវិធីសាស្ត្រសហសម័យនិងវិភាគទិន្នន័យសង្គ្រាមអេឡិចត្រូនិក ស
សង្គ្រាមអេឡិចត្រូនិកសំដៅលើយុទ្ធសាស្ត្រឥតស្រមោលដែលត្រូវបានប្រើជាចម្បងដើម្បីគ្រប់គ្រងដល់វិស័យសង្គ្រាមផ្សេងៗទៀតពាក្យនេះដំបូងត្រូវបានបង្កើតឡើងដោយរួមបញ្ចូលការស្ទាក់ចាប់និងការឆ្លូបទំនាក់ទំនងវិទ្យុសត្រូវនិងវិធីសាស្ត្រទំនាក់ទំនងបច្ចេកវិទ្យានិង encrypt ដែលប្រើដើម្បីទប់ទល់នឹងការស្ទាក់ចាប់បែបនេះក៏ដូចជាការជ្រៀតជ្រែកការលួចព័ត៌មាននិងវិស័យពាក់ព័ន្ធផ្សេងៗទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃសតវត្សទី20និងដើមសតវត្សទី21នេះការពង្រីកដើម្បីគ្របដណ្ដប់លើវិស័យផ្សេងៗដូចជាការប្រើប្រាស់ការរកឃើញនិងការជៀសវាងការរកឃើញដោយប្រព័ន្ធរ៉ាដាសូណានិងការលួចចូលទិន្នន័យកុំព្យូទ័រសង្គ្រាមលើដីឬសង្គ្រាមលើគោកសង្គ្រាមលើដីពាក់ព័ន្ធនឹងអង្គភាពប្រយុទ្ធ3ប្រភេទមានថ្មើរជើងពាសដែកនិងកាំភ្លើងធំកងទ័ពថ្មើរជើងនៅសម័យទំនើបមានកងទ័ពថ្មើរជើងដែលមានយន្តការនិងកងកម្លាំងអាកាសជាធម្មតាមានកាំភ្លើងយន្តឬកាំភ្លើងវែងមួយប្រភេទទាហានថ្មើរជើងគឺជាអង្គភាពមូលដ្ឋាននៃកងទ័ពសង្គ្រាមពាសដែកដែលនៅសម័យទំនើបពាក់ព័ន្ធនឹងរថពាសដែកប្រយុទ្ធជាច្រើនប្រភេទសម្រាប់គោលបំណងនៃការប្រយុទ្ធនិងការគ្រប់គ្រងរថក្រោះឬរថពាសដែកផ្សេងៗទៀតដូចជារថពាសដែកដឹកទ័ពឬរថពាសដែកបំផ្លាញរថក្រោះមានល្បឿនយឺតជាងប៉ុន្តែរឹងមាំជាងពួកវាធន់នឹងការបាញ់កាំភ្លើងយន្តរបស់សត្រូវប៉ុន្តែងាយនឹងការស្វែងរកនិងវាយប្រហារដោយរ៉ុកែតមានយន្តហោះដូច្នេះជាធម្មតាត្រូវបានអមជាមួយនឹងទ័ពថ្មើរជើងកាំភ្លើងធំនៅសម័យទំនើបត្រូវបានសម្គាល់ដោយទំហំធំរបស់វាដែលបាញ់នឹងគ្រាប់ផ្ទុះឬរ៉ុកែតដែលមានទំហំនិងទម្ងន់ដែលត្រូវការជើងទម្រសម្រាប់បាញ់និងដឹកជញ្ជូនអាវុធនេះរួមមានកាំភ្លើងធំកាំភ្លើងត្បាល់និងកាំភ្លើងច្រើនកណុងនិងកាំភ្លើងធំរ៉ុកែតពាក្យថាកាំភ្លើងធំមិនត្រូវបានប្រើសម្រាប់រ៉ុកែតដែលមានប្រព័ន្ធនាំផ្លូវវាជាការបាញ់កាំភ្លើងមីស៊ីលពីដីទៅដីសង្គ្រាមទ័ពព្រៃសង្គ្រាមទ័ពព្រៃត្រូវបានកំណត់ថាជាការប្រយុទ្ធដោយក្រុមកងទ័ពមិនទៀងទាត់នៅក្នុងតំបន់ដែលសត្រូវកាន់កាប់ប្រសិនបើទ័ពព្រៃត្រូវបានចាប់ខ្លួនពួកគេត្រូវបានចាត់ទុកថាជាឆ្លើយសឹកឬអ្នកទោសសង្គ្រាមដោយចាត់ទុកជាអ្នកប្រយុទ្ធខុសច្បាប់និងពេលខ្លះអាចប្រហារជីវិតក៏អាចថាបានយុទ្ធសាស្ត្រនៃសង្គ្រាមទ័ពព្រៃសង្កត់ធ្ងន់លើការបោកប្រាស់និងការវាយឆ្មក់ផ្ទុយពីសង្គ្រាមប្រឈមមុខដាក់គ្នានៅក្នុងទ្រង់ទ្រាយធំហើយទទួលបានជោគជ័យល្អបំផុតក្នុងសន្តានដីមិនរាបស្មើតាមព្រៃឬតាមទួលរ៉ែរដប់ការវាយឆ្មក់ជារបៀបដែលទ័ពព្រៃតែងតែស្វែងរកការឈ្នះនិងត្រួតត្រាសង្គ្រាមទ័ពព្រៃដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបឧទាហរណ៍នៅក្នុងសង្គ្រាមវៀតណាមទ័ពព្រៃប្រើអាវុធងាយៗដែលមានបច្ចេកវិទ្យាទាបនិងតម្លៃទាបឬជាអាវុធកែច្នៃគុណវិបត្តិចម្បងនៃទ័ពព្រៃគឺអសមត្ថភាពក្នុងការទទួលបានបច្ចេកវិទ្យាឬអាវុធទំនើបដោយសារតែបញ្ហាសេដ្ឋកិច្ចឥទ្ធិពលនិងភាពមិនងាយស្រួលពួកគេត្រូវពឹងផ្អែកលើយុទ្ធសាស្ត្រអង្គភាពតូចៗតែពាក់ព័ន្ធនឹងការវាយប្រហារហើយរត់គេចច្បាប់នៃសង្គ្រាមព្រៃគឺប្រយុទ្ធបន្តិចបន្តួចបន្ទាប់មកដកថយសង្គ្រាមកងទ័ពជើងទឹកសង្គ្រាមកងទ័ពជើងទឹកកើតឡើងនៅលើសមុទ្រឬមហាសមុទ្រជាធម្មតាមានតែប្រទេសធំៗនិងមានឥទ្ធិពលតែប៉ុណ្ណោះដែលមានកងទ័ពជើងទឹកកងទ័ពជើងទឹកសម័យទំនើបភាគច្រើនប្រើប្រាស់នាវាផ្ទុកយន្តហោះនាវាមុជទឹកនាវាចម្បាំងនិងនាវាពិឃាតសម្រាប់ការប្រយុទ្ធនេះផ្ដល់នូវការវាយប្រហារជាច្រើនប្រភេទដែលមានសមត្ថភាពវាយប្រហារគោលដៅលើគោកនិងលើអាកាសឬនាវាសមុទ្រផ្សេងៗទៀតកងទ័ពជើងទឹកសម័យទំនើបភាគច្រើនក៏មានកងទ័ពអាកាសជើងទឹកផងដែរដែលត្រូវបានដាក់ពង្រាយនៅលើនាវាផ្ទុកយន្តហោះសង្គ្រាមការឃោសនានិងសង្គ្រាមផ្លូវចិត្តការឃោសនាគឺជាទម្រង់បុរាណដែលផ្សព្វផ្សាយព័ត៌មានមិនពិតដែលផ្សំជាមួយនឹងការផ្ញើសារមួយចំនួនដែលមានគោលបំណងជាឥទ្ធិពលដល់គំនិតនិងឥរិយាបថរបស់មនុស្សមួយចំនួនធំជំនួសឲ្យការផ្ដល់ព័ត៌មានដែលមិនលម្អៀងការឃោសនាមានន័យក្នុងមូលដ្ឋានបំផុតរបស់វាបង្ហាញព័ត៌មានដើម្បីជះឥទ្ធិពលដល់សហគមន៍ការឃោសនាដែលមានប្រសិទ្ធភាពបំផុតច្រើនតែជាការពិតទាំងស្រុងប៉ុន្តែការឃោសនាខ្លះបង្ហាញការពិតដោយជ្រើសរើសដើម្បីលើកទឹកចិត្តជាក់លាក់មួយឬផ្ដល់សារដើម្បីឆ្លើយតបទៅនឹងអារម្មណ៍ជាជាងព័ត៌មានដែលសមហេតុផលដែលត្រូវបង្ហាញ
លទ្ធផលដែលចង់បានគឺការផ្លាស់ប្ដូរការយល់ដឹងរបស់ប្រធានបទដល់ក្រុមមនុស្សគោលដៅសង្គ្រាមផ្លូវចិត្តមានគោលបំណងចម្បងក្នុងការជះឥទ្ធិពលដល់គំនិតអារម្មណ៍អរិយាប័ត្រអាកប្បកិរិយាស្មារតីរបស់គូបដិបកដើម្បីគ្រប់គ្រងដល់ការសម្រេចគោលដៅសង្គ្រាមព័ត៌មានដែលអាចធ្វើទៅបានដោយការប្រើប្រាស់យ៉ាងទូលំទូលាយនៃប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកសង្គ្រាមនេះគឺរំខានដល់ការផ្ដល់ជំនួយគ្រប់គ្រងនិងព័ត៌មានមិនពិតតាមអ៊ីនធឺណិតវិទ្យុទូរទស្សន៍ជាដើមសង្គ្រាមបង្អួតបង្ហាញសង្គ្រាមបង្អួតបង្ហាញគឺជាបដិវត្តយោធាថ្មីមួយដែលធ្វើឡើងក្នុងយុគសម័យព័ត៌មានជាការផ្សាយបង្អួតអាវុធនិងឧបករណ៍ចាប់សញ្ញានិងមជ្ឈមណ្ឌលបញ្ជាតាមដានត្រួតពិនិត្យនិងបដិវត្តក្នុងកិច្ចការយោធាដែលគ្រប់គ្រងដោយបច្ចេកវិទ្យាទំនើបរហ័សនិងច្បាស់លាស់សង្គ្រាមនុយក្លេអ៊ែរសង្គ្រាមនុយក្លេអ៊ែរគឺជាប្រភេទនៃសង្គ្រាមដែលពឹងផ្អែកលើអាវុធនុយក្លេអ៊ែរសង្គ្រាមនេះមានពីរប្រភេទសង្គ្រាមនុយក្លេអ៊ែរយុទ្ធសាស្ត្រនិងសង្គ្រាមនុយក្លេអ៊ែរទ្រង់ទ្រាយធំសង្គ្រាមនុយក្លេអ៊ែរយុទ្ធសាស្ត្រគឺជាអាវុធមួយចំនួនតូចដែលត្រូវបានប្រើប្រាស់ក្នុងការផ្លាស់ប្ដូរយុទ្ធសាស្ត្រនិងគោលបំណងចម្បងទៅលើគោលដៅយោធាសត្រូវសម្រាប់សង្គ្រាមយោធាទ្រង់ទ្រាយធំអាវុធមួយចំនួនធំដែលត្រូវប្រើប្រាស់សម្រាប់ការវាយប្រហារដែលមានគោលដៅទៅលើប្រទេសទាំងមូលសង្គ្រាមអវកាសសង្គ្រាមអវកាសគឺជាសង្គ្រាមសមិទ្ធកម្មដែលកើតឡើងនៅខាងក្រៅបរិយាកាសផែនដីគិតត្រឹមឆ្នាំ2025មិនទាន់មានសង្គ្រាមណាដែលត្រូវបានប្រយុទ្ធនៅឡើយទេអាវុធទាំងនេះរួមមានអាវុធកន្លងផែនដីនិងអាវុធអាកាសគោលដៅនៃសង្គ្រាមអវកាសខាងក្រៅដែលមានតម្លៃខ្ពស់និងរួមមានកាយរណបយោធានិងអាវុធលើអាកាសជាពិសេសមិនទាន់មានអាវុធពិតប្រាកដនៅក្នុងលំហនៅឡើយទេទោះបីជាមីស៊ីលពីដីទៅលំហត្រូវបានសាកល្បងដោយជោគជ័យប្រឆាំងនឹងកាយរណបគោលដៅក៏ដោយគិតមកត្រឹមពេលនេះវាជារឿងប្រឌិតបែបវិទ្យាសាស្ត្រសុទ្ធសាធសង្គ្រាមសម័យទំនើបគឺជាការរួមបញ្ចូលគ្នានៃវិទ្យាសាស្ត្រព័ត៌មាននិងអំណាចវាកំពុងធ្វើឲ្យសមរភូមិកាន់តែស្មុគស្មាញលឿននិងមានហានិភ័យខ្ពស់ឧបករណ៍ថ្មីៗទាំងនេះកំណត់ថាមពលរបស់ប្រទេសនានានិងរបៀបដែលពួកគេចូលរួមនៅក្នុងជម្លោះការយល់ដឹងអំពីសង្គ្រាមសម័យទំនើបមិនគ្រាន់តែជាការយល់ដឹងអំពីឧបករណ៍ទាំងនោះទេតែជាការយល់ដឹងអំពីផលប៉ះពាល់ដល់មនុស្សនិងបញ្ហាសីលធម៌ដែលបច្ចេកវិទ្យានាំមកតើពិភពលោកអាចគ្រប់គ្រងអំណាចទាំងនេះបានដោយរបៀបណាតើបច្ចេកវិទ្យាណាដែលអ្នកគិតថាមានឥទ្ធិពលបំផុតនៅក្នុងសង្គ្រាមនាពេលបច្ចុប្បន្នសូមខមមិនប្រាប់ខ្ញុំនៅខាងក្រោម